ជាមួយនឹងបងចម្រុងអូខេឥឡូវខ្ញុំវីដេអូនេះខ្ញុំគាត់ចង់បកស្រាយថាតាមហេតុដំបូងហើយក៏មានការឡើងព្រោះខ្ញុំនិយាយត្រឡប់ការពីប្រហែលជា2-3ឆ្នាំមុនខ្ញុំបានភ្ជាប់ពាក្យជាមួយនឹងដុល្លារពីដំបូងឡើយខ្ញុំក៏អត់ស្គាល់គាត់ជាពីណាគេខ្ញុំក៏អត់ដែលមានទំនាក់ទំនងអីជាមួយគាត់ខ្ញុំក៏អត់ដែលឆ្លៃគ្នាមកគាត់ពីមុនមកដែរគឺសុកគាត់ក៏ចូលមកនិយាយប្រាប់គ្រួសារខ្ញុំថាគាត់ឆ្លៃខ្ញុំហើយគាត់ចង់រៀបការជាមួយខ្ញុំហើយខ្ញុំក៏អត់ទទួលយកភ្លាមដែរពេលហ្នឹងប៉ាគាត់ឲ្យម៉ាក់ឲ្យបងប្អូនឲ្យយាយអីមកនិយាយពុកខ្ញុំបងខ្ញុំគ្រប់គ្នាថាឲ្យខ្ញុំនឹងប្រំការទៅអីចឹងដល់ពេលខ្ញុំគិតថាខ្ញុំក៏តាមម៉ាក់ប៉ាគាត់ថាតែគាត់ចង់ឲ្យកូនអាខ្វក់អេគាត់ចង់ឲ្យកូនល្អចឹងប្រហែលជាម្នាក់ហ្នឹងប៉ាគាត់មើលឃើញថាល្អហើយបាទគាត់ផងឲ្យមកដូចថាជាប់ពាក្យមករៀបការជាមួយខ្ញុំមុនដំបូងខ្ញុំប្រកែកដាក់ហាត់ការថាខ្ញុំអត់ផងមែនប៉ុន្តែបន្ទាប់មកខ្ញុំក៏ព្យាយាមបើកចិត្តទទួលយកម្នាក់ហ្នឹងខ្ញុំសុខចិត្តភ្ជាប់ពាក្យជាមួយគេប៉ុន្តែនៅមុនថ្ងៃភ្ជាប់ពាក្យបានដឹងដំណឹងបាយធ្លាយថាម្នាក់ហ្នឹងគឺជាបរិសុទ្ធពុកម៉ាយគឺជាមនុស្សដែលធ្លាប់រៀបការហើយគឺគេបានកុហកគ្រួសារខ្ញុំពីដើមមកដល់ពេលដែលគេតាក់ទងចូលមកដល់ក្នុងគ្រួសារខ្ញុំគឺគេអត់តបានលេងលះគ្នាជាមួយនឹងប្រពន្ធដើមរបស់គេហើយដាច់ស្រេចទៀតអញ្ចឹងខ្ញុំគ្រាន់តែលើរឿងហ្នឹងខ្ញុំពិតជារន្ធត់ចិត្តមែនតើព្រោះអីខ្ញុំអត់នឹកស្មានថាមនុស្សផងដំបូងដែលខ្ញុំសម្រេចចិត្តថាបើកចិត្តខ្ញុំផងតាមម៉ាក់ប៉ាហើយគេជាប្រោះពុកម៉ាយគេធ្លាប់រៀបការហើយគេក៏ហៅគ្រួសារខ្ញុំតាំងពីដើមមកប៉ាខ្ញុំនៅតែលើកលែងទោសឲ្យគេសុំទោសគេអូខេប៉ាខ្ញុំលើកលែងទោសឲ្យប៉ាខ្ញុំទទួលយកគ្រប់យ៉ាងរហូតដល់ខ្ញុំភ្ជាប់ពាក្យមួយគ្នាខ្ញុំក៏ព្យាយាមរៀនបើកចិត្តស្រឡាញ់គ្នានៅជាមួយគ្នារយៈពេលនៅប្រហែលជា2-3 ខែបានខ្ញុំដឹងថាម្នាក់នឹងពិតជាមនុស្សដែលមិនល្អគឺគេធ្លាប់មិនធ្វើជាអំពើហិង្សាអីធ្ងន់ធ្ងរគឺគេធ្លាប់វាយខ្ញុំគេធ្លាប់ឈានខ្ញុំហើយតែខ្ញុំអត់ដែរនិយាយរឿងហ្នឹងប្រាប់ដល់ម៉ាក់ប៉ាខ្ញុំព្រោះខ្ញុំមិនចង់ឲ្យគាត់គិតច្រើនបារម្ភច្រើនខ្ញុំធ្លាក់ទុកក្នុងចិត្តតែម្នាក់ឯងរហូតខ្ញុំសុខចិត្តត្រង់ណាស់ធ្វើមិនកម្មយើងហើយជាម្នាក់ហ្នឹងហើយគឺជាប្តីយើងទ្រាំទៅដល់ពេលមកត្រឡប់បន្តមកទៀតប៉ាគាត់មានគាត់ខឹងតុលារឿងអីគាត់ទេដល់ពេលស្រាប់ទៅគាត់ក៏មកឲ្យខ្ញុំផ្ដាច់ពាក្យមួយតុលាខ្ញុំមុនដំបូងខ្ញុំក៏អត់ធ្វើចិត្តបានដែរផ្ដាច់ពាក្យមួយមនុស្សពងតែបើកចិត្តដាក់ចិត្តឆ្លៃគ្នាសុកត្រូវឈប់ឆ្លៃគ្នាត្រូវផ្ដាច់ពាក្យជាមួយគ្នាមុនដំបូងឡើងខ្ញុំក៏ទទួលយកបានថាអូមិនក៏សុកគាត់ធ្វើផ្ដាច់ពាក្យអញ្ចឹងដល់ពេលគាត់មកនិយាយលួងលោមខ្ញុំប៉ាគាត់និយាយថាផ្ដាច់ពាក្យទៅម្នាក់ហ្នឹងមិនល្អចាស់ផ្ដាច់ពាក្យទៅក៏វាមិនជាបញ្ហាអីដែរខ្ញុំស្ដាប់តាមគាត់ទៀតខ្ញុំខំផ្ដាច់ពាក្យតាមគាត់ទៀតខ្ញុំខំផ្ដាច់ពាក្យតាមគាត់ខ្ញុំសុខចិត្តនៅឈឺចិត្តម្នាក់ឯងខ្ញុំទ្រាំខ្ញុំអស់រយៈពេលប្រហែលជាមួយឆ្នាំមកតើខ្ញុំធ្វើចិត្តបានណាគឺលើកទី1សម្រាប់ខ្ញុំចប់ពាក្យហើយខ្ញុំផ្ដាច់ពាក្យវិញហើយជាមួយមនុស្សប្រុសដែលខ្ញុំអត់ដែលស្គាល់ពីមុនមកសោះដែលគេចូលមកក្នុងជីវិតខ្ញុំហើយគេធ្វើអញ្ចឹងដាក់គ្រួសារខ្ញុំហើយខ្ញុំមានលិខិតស្នាមផ្ដាច់ពាក្យអីត្រឹមត្រូវចេញពីភូមិសង្កាត់អីត្រឹមត្រូវមានស្នាមផ្ដាច់មួយដែរថាខ្ញុំពិតជាផ្ដាច់ពាក្យជាមួយនឹង$8ហ្នឹងមែនហើយខ្ញុំក៏មានស្ដាយស្នើដែរព្រោះអីមិនមែនជាមនុស្សដែលស្រឡាញ់គ្នាចេញមកពីចិត្តនឹងចិត្តរហូតដល់ធ្វើការភ្ជាប់ពាក្យមួយគ្នាគឺគ្រាន់តែជាការផ្សំផ្គុំចឹងខ្ញុំក៏មានត្រូវស្ដាយស្នើអីដែរព្រោះប៉ាថាផ្ដាច់ទៅខ្ញុំក៏ផ្ដាច់ទៅរហូតមកដល់ឥឡូវនេះនៅពេលដែលខ្ញុំតាក់ទងពីណាគេខ្ញុំស្គាល់ពីណាគេខ្ញុំចាប់តាមមើលចិត្តមើលអីមួយពីណាគេគឺប៉ាគាត់តែងតាមមកបង្អាប់គាត់តែមកគ្រារាំងខ្ញុំរហូតគឺគាត់
អីចឹងគាត់ក៏តន់ចិត្តគាត់ក៏មកនិយាយឲ្យខ្ញុំត្រូវ1ដុល្លារខ្ញុំថាខ្ញុំមិនអាចទៅរួចទេខ្ញុំមិនតុកតាទេខ្ញុំមិនប្រអាញឲ្យខ្ញុំជាប់ពាក្យក៏ជាប់ផ្ដាច់ពាក្យក៏ផ្ដាច់ហើយឥឡូវហ្នឹងឲ្យខ្ញុំត្រូវគ្នាខ្ញុំទៅអត់រួចទេខ្ញុំមិនតុកតាទេទៅពេលហើយទៅពេលដែលខ្ញុំស្គាល់ពីណាគេក៏ចេះតាមមកបង្កើតរឿងមានរឿងជាមួយខ្ញុំរហូតគាត់ដាក់សម្ពាធឲ្យខ្ញុំមែនតើរហូតដល់រាល់ថ្ងៃខ្ញុំកើតជំងឺផ្លូវចិត្តក៏គាត់ទទួលស្គាល់ថានេះគឺជាកំហុសរបស់គាត់ដែរគឺគាត់នៅតែដាក់កំហុសមកលើខ្ញុំថានេះគឺជាកំហុសរបស់ខ្ញុំដោយសារតែខ្ញុំមិនស្ដាប់គាត់ចុះសួរថាចុះសម្ពាធផ្លូវចិត្តដែលខ្ញុំនេះលេបថ្នាំរាល់ថ្ងៃដែលខ្ញុំទៅពេទ្យរាល់ថ្ងៃនេះសឹងតែរាល់ថ្ងៃហ្នឹងជំងឺផ្លូវចិត្តហ្នឹងសុកវាកើតឡើងមកតែឯងឬមួយក៏មិនអត់មានច្បាប់ពេទ្យណាដែលថាជំងឺនោះសុកវាកើតមកតែខ្លួនឯងនេះអត់មានច្បាប់ពេទ្យមកណាថាអញ្ចឹងទេហើយខ្ញុំព្យាយាមធ្វើចិត្តឲ្យសុវត្ថិព្យាយាមធ្វើចិត្តសម្របតាមគាត់ចង់ឲ្យខ្ញុំធ្វើអីខ្ញុំធ្វើតែប៉ុន្តែចំពោះរឿងមួយដែលខ្ញុំធ្វើតាមគាត់បាត់គឺគួរណាគាត់របស់ខ្ញុំសុំឈប់ធ្វើតាមគាត់ព្រោះថាគឺគាត់បានធ្វើឲ្យខ្ញុំម្ដងហើយគឺខ្ញុំមិនតុកតាទៀតទេខ្ញុំមិនត្រូវការត្រូវចុកពាក្យត្រូវផ្ដាច់ត្រូវលែងត្រូវអីទៀតទេពួកអីវាគឺជាសេចក្តីសុខមកជីវិតរបស់ខ្ញុំរហូតខ្ញុំហ៊ានដល់ប៉ុណ្នេះខ្ញុំអាយុប៉ុណ្នេះហើយហ៊ានដល់ដំណាក់កាលហ្នឹងហើយខ្ញុំមិនជឿថាខ្ញុំអត់ចេះមើលមនុស្សទេអូខេខ្ញុំមានបទពិសោធន៍ទៅជាងពួកគាត់ប៉ាគាត់យុគច្រើនជាងខ្ញុំគាត់ចាស់ជាងខ្ញុំគាត់មើលមនុស្សមកវែងឆ្ងាយជាងខ្ញុំប៉ុន្តែសេចក្តីសុខរបស់ខ្ញុំគឺខ្ញុំត្រូវនៅជាមួយមនុស្សម្នាក់ដែលអាចបន្តអនាគតទៅមួយខ្ញុំបានយូរឆ្នាំទៀតចឹងមានន័យថាខ្ញុំអាចតាមប៉ាទៅការជាមួយនឹងដុល្លារហ្នឹងឯងគឺគាត់តែងតែសនំពរឲ្យខ្ញុំការជាមួយនឹងដុល្លារហ្នឹងដាច់ខាតខ្ញុំអត់ព្រមព្រោះអីវាជាសេចក្តីសុខរបស់ខ្ញុំមកជីវិតខ្ញុំសម្រេចចិត្តខុសឬមួយក៏ត្រូវវាជាការសម្រេចចិត្តរបស់ខ្ញុំទោះបីជាខ្ញុំចោលដុំពេជ្រទៅរើយកដុំថ្មទោះបីជាខ្ញុំមិនក៏ដោយក៏វាជាការសម្រេចចិត្តរបស់ខ្ញុំដែរខ្ញុំទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់ខ្ញុំព្រោះអីខ្ញុំអាយុលើស18ឆ្នាំហើយខ្ញុំអាចមានការសម្រេចចិត្តខ្លួនឯងបាននៅលើគូអនាគតរបស់ខ្ញុំចឹងខ្ញុំសង្ឃឹមថាគាត់មិនរារាំងគាត់កុំឲ្យមានអំពើនឹងកាត់ឡើងមកទៀតព្រោះអីរាល់ថ្ងៃគាត់ដាក់សម្ពាធឲ្យខ្ញុំគ្រប់គ្រាន់ហើយខ្ញុំអត់ចង់បានសម្ពាធលើសពីហ្នឹងទៀតទេចឹងសង្ឃឹមថាគាត់នឹងយល់ហើយមួយវិញទៀតបើនិយាយពីបងចម្រងមិនមែនថាគាត់ប្រើពាក្យមួយណាគាត់ថាខ្ញុំកំពុងតែជឿស្លងតាមបងចម្រងគាត់និយាយឲ្យខ្ញុំតាមគាត់អីចឹងខ្ញុំគាត់ថា No ខ្ញុំរៀនសូត្រចេះដឹងប៉ុណ្ណឹងដែរហើយតែក៏ខ្ញុំចង់មិនទៅជឿស្លងតាមគេធ្វើអីវាអត់មាន reason អីដែលត្រូវខ្ញុំចឹងឯងខ្ញុំចេះមើលមនុស្សតែខ្ញុំធ្លាប់ឆ្លងកាត់រឿងមែនឯងតែខ្ញុំសុំម្ដងឲ្យគាត់គោរពការសម្រេចចិត្តរបស់ខ្ញុំម្ដងព្រោះខ្ញុំបានធ្វើតាមការសម្រេចចិត្តរបស់គាត់ពីមុនមកហើយគឺឃើញថាវាខុសចឹងខ្ញុំម្ដងនេះខ្ញុំសុំឲ្យគាត់ធ្វើតាមការសម្រេចចិត្តរបស់ខ្ញុំម្ដងទោះបីជាវាខុសឬត្រូវក៏វាជាការសម្រេចចិត្តរបស់ខ្ញុំដែរចុះបើឧទាហរណ៍ដុល្លារនៅខ្ញុំពិតជាមិនអាចរស់នៅខ្ញុំពិតជាមិនអាចរស់អនាគតនៅជាមួយម្នាក់ហ្នឹងបានទៀតទេខ្ញុំពិតជាអាចទទួលយកម្នាក់ហ្នឹងហ្មងមុខក៏ខ្ញុំអត់ចង់ឃើញដែរហើយក៏គាត់បង្ខំមនុស្សម្នាក់នេះដែលអត់មានចិត្តអត់មានអីដែលស្រឡាញ់ម្នាក់ដុល្លារហ្នឹងសូម្បីតែបន្តិចហើយក៏គាត់បង្ខំឲ្យមនុស្សពីរនាក់នៅជាមួយគ្នាហើយគាត់បោះពាក្យថាការត្រូវតការចង់លែងគ្នាថ្ងៃស្អែកក៏បានដែរខ្ញុំមិនជាតុក្កតាទៀតទេបើចង់ឲ្យខ្ញុំការចង់ឲ្យខ្ញុំលែងគ្នាថ្ងៃស្អែកលែងគ្នាខ្ញុំប្រកាសនិយាយទៅរឿងហ្នឹងខ្ញុំអត់អាចឲ្យកើតឡើងទេខ្ញុំផ្ដាច់ពាក្យម្ដងហើយខ្ញុំអាចមានឈ្មោះជាស្រីមេម៉ាយម្ដងទៀតទេអញ្ចឹងសរុបមកវិញគឺចង់និយាយថាម្ដងនេះខ្ញុំសូមឲ្យប៉ាតាមការសម្រេចចិត្តរបស់ខ្ញុំម្ដងព្រោះអីខ្ញុំទទួលរងសម្ពាធហ្នឹងវាគ្រប់គ្រាន់ទេសម្ពាធដែលប៉ាដាក់ឲ្យខ្ញុំហ្នឹងគឺវាវាគ្រប់គ្រាន់ហើយនៅរហូតមកដល់ពេលឥឡូវហ្នឹងគឺខ្ញុំពិតជាខ្ញុំអត់ដឹងថារហងៃហ្នឹងខ្ញុំភ្លេចឆ្នាំដើម្បីអីខ្ញុំព្រោះនៅដើម្បីអីទៀតឯព្រោះអីសូម្បីតែការសម្រេចចិត្តហោះរើសគូអនាគតខ្លួនឯងសម្រាប់ខ្លួនឯងក៏អត់មានហើយគាត់ធ្វើរឿងចឹងកើតឡើងមកគាត់វាយដំគាត់
មិនស្របច្បាប់ដែរប៉ុន្តែខ្ញុំមិនយល់ថាហេតុអីក៏គាត់ធ្វើអញ្ចឹងដែរប៉ុន្តែទោះបីជាគាត់មិនក៏នៅតែជាប៉ាខ្ញុំទៅដែរគឺសាច់ដូចចង់និយាយថាយើងកាត់សាច់កាត់ឈាមអត់ដាច់ទេអញ្ចឹងបើខ្ញុំចង់និយាយថាម្ដងនេះខ្ញុំចង់ឲ្យគាត់គោរពតាមការសម្រេចចិត្តរបស់ខ្ញុំត្រូវខុសវាគឺជាការសម្រេចចិត្តរបស់ខ្ញុំចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានមើលវីដេអូហ្នឹងហើយគួរតែយល់ពីចិត្តខ្ញុំគុំពួកខ្ញុំឃើញ comment ខ្លះពិតជាប៉ះពាល់ដល់អារម្មណ៍ខ្ញុំតែរហូតដល់ពេលខ្លះនៅពេលដែលខ្ញុំscroll ព័ត៌មានហ្នឹងមកខ្ញុំសឹកតែមិនចង់ចុចមើលព្រោះនៅពេលដែលខ្ញុំចុចមើលម្ដងវាមានមកផ្ដល់ផលប្រយោជន៍ឲ្យខ្ញុំទេវាមានតែធ្វើឲ្យចិត្តខ្ញុំហ្នឹងណាធ្វើដង្ហើមខ្ញុំកាន់តែស្ទះឡើងគឺខ្ញុំត្រូវលេបថ្នាំរាល់ថ្ងៃប៉ុន្តែការលេបថ្នាំការទៅបែបរបស់ខ្ញុំជំងឺផ្លូវចិត្តរបស់ខ្ញុំគឺក្រុមគ្រួសារខ្ញុំអត់មានពីណាគេទទួលស្គាល់សូម្បីតែម្នាក់ចឹងហើយបាទខ្ញុំស្ម័គ្រចិត្តថាខ្ញុំគួរតែដើរចេញឯងព្រោះអីខ្ញុំហួរនៅធ្វើអីទៀតខ្ញុំហួរនៅជាមួយនឹងក្រុមគ្រួសារមួយដែលគេអត់ចាត់ទុកខ្ញុំជាសមាជិកក្នុងគ្រួសារហ្នឹងផងហ្នឹងគឺគេធ្វើអីតាមតែអ្វីដែលគេចង់ធ្វើគឺគេធ្វើអ្វីតាមតែគេនឹកឃើញហ្នឹងហើយចុះខ្ញុំហើយឥឡូវឲ្យគាត់ជ្រើសរើសមើលរវាងតុលាហើយជាមួយនឹងខ្ញុំគាត់រើសមួយណារវាងកូនខ្លួនឯងកូនប្រុសខ្លួនឯងហើយរវាងនឹងអ្នកដទៃគាត់ចង់រើសមួយណាសំណួរហ្នឹងគឺគាត់សួរខ្លួនឯងព្រោះអីបើគាត់ជ្រើសរើសយកខ្ញុំក៏អត់ធ្វើទង្វើអស់ហ្នឹងមកលើខ្ញុំទេប៉ុន្តែដោយសារតែតុលាម្នាក់គឺគាត់ហ៊ានធ្វើទង្វើហ្នឹងមកលើកូនស្រីគាត់អនាគតកូនស្រីគាត់អញ្ចឹងខ្ញុំមិនដឹងថាខ្ញុំត្រូវនិយាយអីទៀតទេរឿងហ្នឹងបានចប់ដំណើរហើយខ្ញុំសូមសំណូមពរកុំឲ្យគាត់បករឿងហ្នឹងតទៅមុខទៀតខ្ញុំក៏ជាអត់ចង់ឃើញរឿងហ្នឹងកើតទៅមុខទៀតហើយខ្ញុំក៏អត់ចង់ឃើញមិត្តភក្តិខ្ញុំ share ព័ត៌មានហ្នឹង tag ខ្ញុំ message មកខ្ញុំហើយខ្ញុំក៏អរគុណដែរចំពោះមិត្តភក្តិហើយក៏ដូចជាបងមួយចំនួនដែលគាត់ message មកលើកទឹកចិត្តខ្ញុំឲ្យខ្ញុំមានជំនឿចិត្តលើខ្លួនឯងកុំបោះបង់ចោលចង់និយាយអីនិយាយយើពួកគាត់ចាំស្ដាប់មានអីនៅក្នុងចិត្តនិយាយមកពួកគាត់ចាំស្ដាប់ខ្ញុំយល់ប៉ុន្តែវាមិនមែនជាពេលដែលខ្ញុំត្រូវនិយាយពួកនៅពេលដែលខ្ញុំនិយាយគឺខ្ញុំតែនៅពេលដែលខ្ញុំនឹកឃើញនៅពេលដែលខ្ញុំចិត្តនិយាយរឿងហ្នឹងគឺអារម្មណ៍ខ្ញុំចាប់ផ្ដើមបែកយ៉ាងម៉េចពួកខ្ញុំចាប់ផ្ដើមថប់ដង្ហើមចាប់រៀងថប់ហើយខ្ញុំអត់ចាំគិតរឿងហ្នឹងមកវាដូចគេហៅថា stress ខ្ញុំអត់ចង់និយាយរឿងហ្នឹងទាំងអស់អញ្ចឹងសរុបសេចក្ដីមកវិញខ្ញុំអរគុណពួកគាត់ដែលគាត់តែងតែឆាតមក comment លើកទឹកចិត្តខ្ញុំហើយនៅខាងខ្ញុំហើយខ្ញុំក៏សូមស្នើពរដល់ប៉ាចុងក្រោយម្ដងទៀតសូមគោរពការជ្រើសរើសរបស់ខ្ញុំព្រោះអីវាគឺជាសេចក្ដីសុខអនាគតមកជីវិតរបស់ខ្ញុំប៉ាមិនមែនរស់នៅជាមួយខ្ញុំរហូតដល់ខ្ញុំស្លាប់ទៅទេខ្ញុំត្រូវហៅមនុស្សម្នាក់ដែលអាចនៅជាមួយខ្ញុំរហូតទោះបីជាមានរឿងអីក៏ដោយក៏គេនៅកាន់ដៃខ្ញុំនៅជាមួយខ្ញុំរហូតអស់មួយជីវិតប៉ុន្តែមិនមែនជាមនុស្សម្នាក់ដែលប៉ាចាប់ផ្សំផ្គុំឲ្យទេមិនមែនជាម្នាក់ហ្នឹងទេខ្ញុំសូមឲ្យប៉ាគោរពតាមការសម្រេចចិត្តរបស់ខ្ញុំហើយគួរតែដឹងឲ្យថាខ្ញុំអាយុលើ18ឆ្នាំហើយខ្ញុំគួរតែមានសិទ្ធិក្នុងរឿងហ្នឹងអញ្ចឹងសូមឲ្យគាត់មេត្តាកុំលូកដៃនៅក្នុងរឿងហ្នឹងរឿងហ្នឹងរបស់ខ្ញុំទៀតព្រោះអីអ្វីដែលគាត់ធ្វើទង្វើដែលគាត់ធ្វើគឺវាកាន់តែចូលទៅហើយខ្ញុំពិតជាអត់អាចទទួលយកបានមែនតែទោះបីជាយ៉ាងណាក៏ដោយដូចខ្ញុំនិយាយពីដើមអញ្ចឹងទោះបីជាយ៉ាងម៉េចក៏គាត់នៅតែជាប៉ារបស់ខ្ញុំពិតជាអត់អាចធ្វើអីបានមែនចុះសង្ឃឹមថាអ្នកទាំងអស់គ្នាមើលវីដេអូនេះហើយនឹងយល់ពីខ្ញុំបានច្រើនជាងមុនតិចអូខេអរគុណដែលបានចំណាយ